Saya tengok ni, nyom tam khang video môi đã vậy đó, mà sao nhé, viral khang cả tông cho môi nhom ôn sray, đã quạt bàn đầu tập sập luôn nó, năng này chi từ bố cứ nhom sông cho rung sọc đây, cho bố ôn sray cả đôi chỉ cần cua sang quạt phong sông cho rung lại tông, chắc cả này ní vậy đó, vì mà chữ play gì xem đẹp. Hướngនៅក្នុងសង្គមយើងមានអារម្មណ៍ថាអូស្ដាយមែនតើគឺស្ដាយគាត់ខ្លាំងណាស់ហើយបើប្រៀបធៀបខ្ញុំអាចប្រៀបធៀបរឿងនេះទៅជាមួយនឹងរឿងមួយដែលកំពុងកើតឡើងកាលមុនហ្នឹងគេល្បីខ្លាំងដែរនៅប្រទេសចិនរឿង Fat Cat ទាំងអស់គ្នានៅចាំបងហ្នឹងហើយសាច់រឿងវាអត់ខុសគ្នាអីទេដោយសារតែមូលហេតុនៃការចង់និយាយធ្វើអត្តឃាតហ្នឹងគឺសិតតែរឿងស្នេហាអញ្ចឹងឥឡូវត្រឡប់មកវិញខ្ញុំគាត់ចង់ឲ្យអ្នកទស្សនាទាំងអស់គ្នាខ្ញុំអត់ចង់និយាយថាធម្មតាម្នាក់តែតែមានកំណត់ការយល់ឃើញអីរៀងខ្លួនអ្នកមានសិទ្ធិបញ្ចេញវាចេញមកប៉ុន្តែគាត់ថាពេលខ្លះទៅយើងត្រូវដឹងថាតើអ្វីដែលយើងកំពុងនិយាយហ្នឹងយើងយល់ពីសាច់រឿងគេបានស៊ីជម្រៅបានកំណត់ណាអញ្ចឹងណាអញ្ចឹងទីមកវិញខ្ញុំគ្រាន់តែចង់និយាយថាសម្រាប់រឿងដែលគាត់ធ្វើហ្នឹងវាជាមេរៀនមួយដែលឲ្យយើងជាអ្នកដែលថាបានមើលណានឹងឲ្យមើលរឿងហ្នឹងគឺទទួលបានអ្វីខ្លះអញ្ចឹងសម្រាប់ទាំងអស់គ្នាទាំងស្រីទាំងប្រុសគឺខ្ញុំដាស់តឿនទាំងអស់គ្នាចង់និយាយថាមិនថារឿងអីក៏ដោយនៅពេលដែលយើងបាត់បង់ទៅវាមិនមែនជាពេលចុងក្រោយដែលយើងគិតថាអ្វីត្រូវចប់ទេយើងអាចរកវាមកវិញបានម្ដងទៀតចង់និយាយថាទៅបីថាมันខ្វះទេមនុស្សល្អអញ្ចឹងបើយើងដាក់ការរំពឹងទុកនៅលើរឿងនឹងខ្លាំងពេកវាអាចនឹងជួបចង់និយាយថាការខកចិត្តអញ្ចឹងនៅពេលដែលខកចិត្តយើងត្រូវរកមនុស្សជុំវិញខ្លួនដើម្បីជួយយើងអត់អាចសង្ងំការទុកបៀមទុកហើយក៏មិនថាអូមានតែម្នាក់ហ្នឹងមួយដែលជាចង់និយាយថាជាដង្ហើមជីវិតរបស់យើងអញ្ចឹងណាខ្ញុំដឹងថាស្នេហ៍ស្មោះប្រកបជាមានហើយប៉ុន្តែយើងក៏ត្រូវតែឆ្លាតបានន័យថាយើងត្រូវចេះស៊ូខ្លួនឯងផងថាតើអ្វីដែលយើងលះបង់ហ្នឹងត្រូវអត់ពេលខ្លះការលះបង់មិនមែនជារឿងដែលល្អបំផុតហើយក៏មិនមែនជារឿងដែលអាក្រក់បំផុតទេគ្រាន់តែថាអញ្ចឹងនៅពេលខ្លះយើងលះបង់ទៅវាអត់ត្រូវកលៈទេសៈអត់ត្រូវជាមួយមនុស្សដែលយើងត្រូវលះបង់ជាមួយអញ្ចឹងខ្ញុំសង្ឃឹមថាអ្នកទស្សនាទាំងអស់គ្នានឹងទទួលបានបទពិសោធន៍បានន័យថាមិនមែនថាស្អីគេស្លាប់ហើយយកគេធ្វើបទពិសោធន៍មែនទេវាជាមេរៀនយើងត្រូវទៅរកអ្នកណាដែលជួយយើងបានយើងអត់មែនថាត្រូវប្តេជ្ញាផ្ដួលទៅតាមព្រំលិខិតឬក៏អីចង់និយាយថាមានរឿងច្រើនដែលត្រូវនឹងកើតឡើងក្នុងជីវិតយើងទៀតនៅពេលដែលយើងស្លាប់បាត់ហើយអ្វីៗក៏វាចាប់ត្រឹមនឹងដែរវាអត់មានអីត្រូវកើតឡើងទៀតទេអញ្ចឹងទាំងអស់គ្នាកុំគិតខ្លីនិយាយទៅគឺកុំគិតខ្លីហើយជួយចង់និយាយថាលើកទឹកចិត្តខ្លួនឯងហ្នឹងឲ្យពេលពិបាកចិត្តបំផុតហើយហ្នឹងហើយវីដេអូហ្នឹងវាក៏អត់មានទេព្រោះដូចខ្ញុំនិយាយអញ្ចឹងម្នាក់សិតតែមានចំណេះដឹងការគិតអីរៀងខ្លួនតែខ្ញុំគ្រាន់តែចង់ឲ្យទាំងអស់គ្នាមើលថាតើអ្វីជារឿងដែលយើងត្រូវធ្វើនិងអ្វីដែលយើងមិនគួរធ្វើនៅពេលដែលយើងបាក់ទឹកចិត្តអញ្ចឹងអរគុណច្រើន